នៅជំរំដាសូជំរំត្រូបាកាជំរំបេហ្គិនជំរំហូឈីនវ៉ហើយនឹងជំរំដែលសាហាវជាងគេគឺជំរំអូស្ពីតគេមិនអោយអាហារនិងទឹកផឹកឡើយមុនពេលដែលគេដឹកជនជាតិជ្វីសមកជំរំប្រមូលផ្ដុំម្ដងពួកគេតែងតែត្រូវបានវាយដំធ្វើទារុណកម្មឬចោលនឹងដុំថ្មរួចហើយទើបសម្លាប់ចោលពួកឆ្មាំយាមជំរំខ្លះបានចាប់អ្នកជាប់គុកចងដៃព្យួរផុតពីដីហើយវាយនឹងសំពងរហូតដល់ស្លាប់ទារកនិងកុមារតូចៗត្រូវបានគេក្រវែងចូលទៅក្នុងភ្នក់ភ្លើងឬនៅក្នុងខ្ទះទឹកក្តៅធំកុមារខ្លះត្រូវបានគេចាប់ជើងហើយបោកក្បាលផ្ទប់ទៅនឹងដើមឈើទាល់តែបែកក្បាលស្លាប់មានករណីខ្លះពួកគេបានហែកទារកទាំងរស់នៅចំពោះមុខឪពុកម្ដាយរួចហើយពួកគេក៏នាំគ្នាសើចសប្បាយថែមទៀតនៅក្នុងជំរំមួយនៅប្រទេសបារាំងពួកវាបានខ្វះភ្នែកអ្នកទោសទាំងអស់និងចាប់សត្វកន្លាតញាត់ចូលទៅក្នុងរន្ធភ្នែកហើយដេរត្របកភ្នែកជាតែម្ដងដើម្បីសម្លាប់ឲ្យបានលឿនហ៊ីតលែរបានសុំឲ្យពួកឧស្សាហករអាល្លឺម៉ង់បង្កើតបន្ទប់សម្រាប់ប្រើផ្សែងពុលដែលនៅក្នុងបន្ទប់មួយគេអាចសម្លាប់អ្នកទោសបានចំនួន 2000 នាក់ព្រមគ្នាតែម្ដងឧស្សាហករបានប្រកួតប្រជែងគ្នានៅក្នុងការដេញថ្លៃបង់បន្ទប់ផ្សែងពុលនេះឡធំត្រូវបានសង់សម្រាប់ដុតខ្មោចឲ្យបានច្រើននិងឆាប់អស់ហ៊ីតលែរបាននិយាយថាមិនត្រូវឲ្យមានអ្នកទោសស្លាប់តាមរបៀបងាយៗនោះទេគឺត្រូវឲ្យស្លាប់យ៉ាងវេទនាបំផុតហ៊ីតលែរបានបញ្ជាឲ្យយកកំបោរទៅបាចនៅតាមទូរថភ្លើងដែលដឹកអ្នកទោសដើម្បីឲ្យរលាកស្បែកសោះខ្លួនសិនមុននឹងយកទៅសម្លាប់កន្លងមកក្នុងប្រវត្តិសាស្ត្រមនុស្សលោកមិនដែលមានឧក្រិដ្ឋកម្មណាគួរឲ្យរន្ធត់និងធំធេងបែបនេះនោះទេជារួមប្រជាជនអាល្លឺម៉ង់ធ្វើមិនដឹងមិនឮចំពោះអ្វីដែលបានកើតឡើងនៅក្នុងជំរំប្រមូលផ្ដុំទាំងនោះពួកគេក៏ធ្វើដោយមិនដឹងមិនឮរឿងដែលហ៊ីតលែរសម្លាប់ជនជាតិអាល្លឺម៉ង់មិនមែនជាជនជាតិជ្វីសរាប់ពាន់នាក់ទៀតដោយគ្រាន់តែគ្នាជាមនុស្សដែលវិកលចរិតឬជាមនុស្សចាស់ប៉ុណ្ណោះទុយទៅវិញប្រជាជនអាល្លឺម៉ង់មានការស្ងប់ស្ងាយដោយជ័យជំនះដ៏អស្ចារ្យរបស់មេដឹកនាំខ្លួននៅលើសមរភូមិទៅវិញក៏ប៉ុន្តែសង្គ្រាមបានចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងដោយធ្វើឲ្យអាល្លឺម៉ង់ចាញ់ប្រៀបទៅនឹងសមរភូមិរហូតដល់ចុងឆ្នាំ1942អាណាចក្ររបស់ហ៊ីតលែរដែលគេគិតថាអាចនឹងគង់វង្សរហូតដល់1000ឆ្នាំបានចាប់ផ្ដើមដេកលឺសញ្ញាបែកបាក់យុទ្ធនាការឃោសនារបស់ពួកណាស៊ីដើម្បីកាន់កាប់ប្រទេសរុស្ស៊ីត្រូវបានគាំងដំណើរនៅមុខច្រកចូលទីក្រុងមូស្គូនៅមហាសមុទ្រប៉ាស៊ីហ្វិកឯនេះវិញយន្តហោះជប៉ុនបានទម្លាក់គ្រាប់បែកនៅកំពង់ផែ Pearl Harbor កោះហាវ៉ៃដែលជំរុញឲ្យសហរដ្ឋអាមេរិកចូលធ្វើសង្គ្រាមប្រឆាំងនឹងសម្ព័ន្ធមិត្តអាល្លឺម៉ង់អ៊ីតាលីនិងជប៉ុនមិនយូរប៉ុន្មានកងទ័ពអាមេរិកបានមកដល់អាហ្វ្រិកហើយបានចាប់ផ្ដើមធ្វើដំណើរមកទិសខាងជើងឆ្លងកាត់អ៊ីតាលីចំណែកប្រទេសរុស្ស៊ីវិញកងទ័ពអាល្លឺម៉ង់បានទទួលបរាជ័យមួយហើយមួយទៀតនិងស្លាប់រាប់រយពាន់នាក់ដល់ថ្ងៃទី6 ខែមិថុនាឆ្នាំ1944កងទ័ពពួកសម្ព័ន្ធមិត្តបានសម្រុកចូលប្រទេសបារាំងហើយចាប់ផ្ដើមវាយសម្ដៅទៅព្រំប្រទល់ប្រទេសអាល្លឺម៉ង់វិញយន្តហោះអង់គ្លេសនិងអាមេរិកបានទម្លាក់គ្រាប់បែកទាំងយប់ទាំងថ្ងៃនៅលើទីក្រុងនានារបស់ប្រទេសអាល្លឺម៉ង់ហើយធ្វើឲ្យស្លាប់មនុស្សនិងខ្ទេចខ្ទីតំបន់ជាច្រើនមកដល់ពេលនេះអាល្លឺម៉ង់ត្រូវបានចាញ់ហើយដោយនៅរងចាំតែវេលាតែប៉ុណ្ណោះប៉ុន្តែហ៊ីតលែរនៅតែមិនព្រមចុះចាញ់ទៀតមានឧត្តមសេនីយ៍ខ្លះរបស់ហ៊ីតលែរចង់ធ្វើឃាតហ៊ីតលែរតែហ៊ីតលែរមិនស្លាប់ហ៊ីតលែរក៏បញ្ជាឲ្យគេចាប់បពុឧត្តមសេនីយ៍ទាំងនោះទៅសម្លាប់ដោយព្យូកហ៊ីតលែរឲ្យព្យូកអ្នកទាំងនោះនឹងខ្សែព្យ៉ាណូហើយឲ្យគេថតភាពយន្តថែមទៀតផងហ៊ីតលែរពេញចិត្តនឹងយកភាពយន្តទាំងនោះមកមើលជារឿយៗទៀតនៅពេលដែលកងទ័ពរបស់សត្រូវកាន់តែឡោមព័ទ្ធជិតខ្លួនហើយសុខភាពរបស់ហ៊ីតលែរក៏ចាប់ផ្ដើមមានបញ្ហាហ៊ីតលែរត្រូវបានលេបថ្នាំងងុយដេកនៅគ្រប់ប្រភេទនៅតែដេកមិនលក់ទៀតចំណែកឯដៃរបស់គាត់ក៏ឡើងញ័រហើយមុខក៏កន្ត្រាក់សរសៃថែមទៀតពេលកាន់តែចុះសោយយ៉ាងនេះហ៊ីតលែរក៏ខំប្រើអាភៀននិងថ្នាំញៀនឯទៀតយ៉ាងច្រើនផងដែរនៅទឹកចុងក្រោយគឺនៅបំណាច់ខែមេសាឆ្នាំ1945ហ៊ីតលែរបានដឹងច្បាស់ថាអាល្លឺម៉ង់មិនអាចឈ្នះបានទេហ៊ីតលែ
ធ្លាក៏យល់ឃើញថាប្រជាជនអាល្លឺម៉ង់ដែលខ្លួនស្រឡាញ់ជាងជីវិតរបស់ខ្លួននោះគឺជាប្រជាជនទន់ខ្សោយមិនស័ក្តិសមនឹង Adolf Hitler ដូច្នេះបើសិនជាអាល្លឺម៉ង់ត្រូវស្លាប់មែនគឺមិនត្រូវទុកអ្វីឲ្យនៅសេសសល់សម្រាប់ពួកវាលុកលុយមកទេ Hitler បានបញ្ជាឲ្យគេកំទេចរោងចក្រអាល្លឺម៉ង់កំទេចមន្ទីរពេទ្យកសិដ្ឋានព្រះវិហារវិមានព្រមទាំងវត្ថុមានតម្លៃទាំងអស់ហើយគាត់ឲ្យគេបំពុលទឹកថែមទៀតផងក៏ប៉ុន្តែប្រទេសអាល្លឺម៉ង់មិនត្រូវបានបំផ្លាញនិងកំទេចដូចជាពាក្យបញ្ជារបស់គាត់នោះទេកងទ័ពសម្ព័ន្ធមិត្តបានធ្វើដំណើររត់ទៅមុខយ៉ាងលឿននិងមិនទុកពេលឲ្យមានបទបញ្ជារបស់ Hitler ដែលឲ្យកំទេចនោះឡើយអាចសម្រេចបានម្យ៉ាងទៀតឧត្តមសេនីយ៍មួយចំនួនលែងស្ដាប់បញ្ជារបស់ Hitler ដែរនៅថ្ងៃទី30 ខែមេសាឆ្នាំ 1945 ពេលដែលកងទ័ពរុស្ស៊ីសម្រុកចូលមកដល់តែប៉ុន្មានផ្ទះទៀតប៉ុណ្ណោះនៅទីបញ្ជាការក្រោមដីរបស់គាត់ Hitler អង្គុយជាមួយនឹងនាងអេរ៉ាជានារីដែលគាត់រស់នៅជាមួយហើយមានកាំភ្លើងខ្លីច្រកគ្រាប់ជាស្រេចមួយដើមនៅលើតុ